មានក្រុមហ៊ុន4នៅកម្ពុជាបានទទួលពីរង្វាន់សហគ្រាសឆ្នាំក្រៅប្រទេសដែលរៀបចំនៅប្រទេសសិង្ហបុរីពីរង្វាន់នេះបង្កើតឡើងសម្រាប់គ្រប់គ្រងនិងទទួលស្គាល់សហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសសិង្ហបុរីនិងប្រទេសតំបន់អាស៊ីដែលមានភាពជោគជ័យក្នុងអាជីវកម្មរបស់ខ្លួនដែលអាជីវកម្មនោះមិនប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្សសង្គមនិងបរិស្ថានព័ត៌មាននេះជម្រាបជូនដោយលោកស្រីពូនប៉ូលីឆ្នាំនេះក្នុងតំបន់អាស៊ីទាំងមូលមានក្រុមហ៊ុន65បានទទួលពានរង្វាន់6ប្រភេទផ្សេងៗគ្នាពី The SME1 Asia Award ជាមោទនភាពសម្រាប់កម្ពុជាដែរដែលមានក្រុមហ៊ុន4បានទទួលពានរង្វាន់ Overseas Enterprise Award 2012នៃប្រទេសសិង្ហបុរីដែលក្នុងនោះរួមមានក្រុមហ៊ុន Mainly Jquat Education Co Ltd របស់លោកអុកញ៉ាគួច Mainly ដែលបម្រើសេវាកម្មផ្នែកអប់រំចំណេះទូទៅពីថ្នាក់ក្រោមមត្តេយ្យសិក្សាដល់ថ្នាក់ទី12និងថ្នាក់ភាសាអង់គ្លេសទូទៅគ្រប់កម្រិតនិងកុំព្យូទ័រក្រុមហ៊ុន A+ Consulting Co Ltd របស់លោកសគីណាល់ដែលមានបម្រើសេវាកម្មផ្នែកធនធានមនុស្សនិងប្រឹក្សាផ្នែកពន្ធដារសម្រាប់ក្រុមហ៊ុនជាតិនិងអន្តរជាតិក្នុងព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុន Westline Education Group Co Ltd របស់លោកពេជ្របូឡែនដែលមានសាលារៀន Westline សាលារៀន Northline ដែលបម្រើសេវាកម្មផ្នែកអប់រំចំណេះទូទៅពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី12មត្តេយ្យភាសាអង់គ្លេសនិងថ្នាក់ភាសាអង់គ្លេសសម្រាប់សិស្សធំគ្រប់កម្រិតនិងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំដែលផ្ដល់សេវាកម្មបណ្ដុះបណ្ដាលប្រឹក្សាយោបល់និងស្រាវជ្រាវនិងក្រុមហ៊ុន Advanced Gloria Logistics Cambodia Co Ltd បង្កើតឡើងដោយលោកគួចផេងនិងលោកស្រីតាំងលីផេងដែលមានបម្រើសេវាកម្មផ្នែកដឹកជញ្ជូនក្នុងនិងក្រៅប្រទេសមុននឹងផ្ដល់ជូនពានរង្វាន់សហគ្រាសឆ្នាំក្រៅប្រទេសនេះក្រុមហ៊ុនទាំងអស់ត្រូវឆ្លងកាត់ការសិក្សាវិតម្លៃជាច្រើនដំណាក់កាលរួមទាំងការចុះមកសិក្សាផ្ទាល់របស់ក្រុមហ៊ុននៅប្រទេសកម្ពុជាពីសំណាក់គណៈកម្មការពានរង្វាន់ទៅលើដំណើរការរបស់ក្រុមហ៊ុនការដឹកនាំភាពជោគជ័យកេរ្តិ៍ឈ្មោះនិងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គមជាតិទូរទស្សនិកជនជាទីគោរពព័ត៌មានសហគមន៍ជាតិរបស់ទូរទស្សន៍ជាតិកម្ពុជាដែលលោកអ្នកទៅបានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះការទស្សនារបស់លោកអ្នកសូមជម្រាបលា